បើជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះជ័យលីហេមកពីក្រុម AV7 ចឹងថ្ងៃហ្នឹងគឺយើងមកធ្វើការ record ទាក់ទងទៅនឹង topic user management ចឹងដំបូងគឺយើងចូលមក inbox ហើយយើងបាយ password ឈ្មោះមក username មក password អញ្ចឹងយើងធ្វើការ command IPA ដើម្បី check IP ហើយ connect ASA key ចឹងខ្ញុំទទួលបាន IP ហើយយើងធ្វើការបើកជាមួយនឹង PowerShell ចឹងឡើយនេះគឺយើងធ្វើការ command SSH username Lihen add 192.168.1.2 ជាដាក់ password មកគេអញ្ចឹងខ្ញុំធ្វើការចូលបានហើយអញ្ចឹងទៅជំរាបបន្ទាប់គឺយើងប្រើទៅតនឹង comment ក្នុង PowerShell នេះម្ដងអញ្ចឹងទី1គឺតាក់ទងទៅនឹងការ add simple user មានន័យថាយើង add user ធម្មតាគឺយើងប្រើ command sudo user add ហើយយើងដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះថា Lihen Sitech គេអញ្ចឹងខ្ញុំដាក់ password ឲ្យតើបើយើងដាក់ហើយគឺយើងអាច check បានដោយប្រើ command cat cat/etc/ wd គេអញ្ចឹងគឺយើងបានឃើញ Lihen Sitech អញ្ចឹងចំណុចបន្ទាប់គឺយើងធ្វើការ delete ទៅលើ user ដែលយើងបានបង្កើតមិញដោយការប្រើនៅ command sudo user delete យើងប្រើតែ delete ហើយជាមួយនឹងឈ្មោះអញ្ចឹងខ្ញុំដាក់ Lihen Sitech ហើយបន្ទាប់ពីលុបបានហើយគឺយើងធ្វើការប្រើ command មិញដើម្បី check មើលអញ្ចឹងគឺយើងឃើញបាត់ហើយ Lihen Sitech ឡើងមានហើយអញ្ចឹងបន្ទាប់ពីយើង check ហើយគឺចំណុចបន្ទាប់ទាក់ទងទៅនឹងការ create home directory អញ្ចឹងគឺយើងបង្កើត sudo user add ដែលប្រើដក m ព្រោះយើងបង្កើតជា home directory អញ្ចឹងខ្ញុំដាក់ឈ្មោះដែរ Lihen Sitech គេអញ្ចឹងបន្ទាប់ពីយើងបង្កើតបានហើយយើងធ្វើការលុប user អញ្ចឹងធ្វើការលុបដោយប្រើ command sudo ហើយ user delete ហើយដាក់ឈ្មោះ Lihen Sitech អញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការលុបទៅលើ user ហើយគឺយើងធ្វើការលុបទៅលើ home directory ដូចគ្នាអញ្ចឹងគឺ sudo remove.rvf/home/sitech មកខ្ញុំដាក់ឈ្មោះ Lihen Sitech yes អញ្ចឹងបន្ទាប់មកយើងធ្វើការ check មើលដោយប្រើ command cat etc/swd no set up file or directory គេអញ្ចឹងនេះពេលបន្ទាប់ពីយើងលុបបានហើយគឺវាលែងមានហើយអញ្ចឹងចំណុចបន្ទាប់គឺយើងធ្វើការនេះខ្ញុំដាក់ pass 3 ដងនេះគឺបាត់ហើយអញ្ចឹងចំណុចបន្ទាប់គឺយើងធ្វើការ create shell user អញ្ចឹងខ្ញុំដាក់ create shell user គឺយើងប្រើ command sudo user add ដក m ទៅដែរហើយដក s មួយទៀត /bin/base ហើយដាក់ឈ្មោះ Lihen Sitech ចឹងបាន the home directory already exists ដែល copy file គេចឹងគឺយើងធ្វើការ check មើលសិនទៅច្រឡំ sudo cat/etc/passwd
ចឹងនេះគឺយើងឃើញហើយយើងបង្កើតជា shell user មាននៅក្នុង home លីហេងស៊ីតិចដែលជា shell user មាននៅក្នុង bin អញ្ចឹងចំណុចបន្ទាប់គឺតកតងទៅនឹងការ remove អញ្ចឹងគឺដំបូងយើង remove user ធម្មតា user delete ហើយដាក់ឈ្មោះមកលីហេងស៊ីតិចតទៅពីយើងលុបទៅលើ user ហើយយើងលុបទៅលើ home directory ដូចគ្នាអញ្ចឹង sudo .rvf/home/ លីហេងសេតិចcommand not found wait sudo user delete អូខេចឹងមិញគឺដោយសារតែខ្ញុំច្រឡំដកគ្នាកន្លែង OVS នេះចឹងបន្ទាប់មកគឺយើងធ្វើការចូលទៅបង្កើត user ថ្មីមួយ sudo add user ស៊ីតិចដាក់លីហេងស៊ីតិចចុះគេចឹងយើងដាក់ password ថ្មីមួយទៀតអានេះគឺអត់ដាក់អីទេ permission ចាតមកគឺយើងធ្វើការ switch user ដែលប្រើ su ហើយដាក់ឈ្មោះលីហេងស៊ីតិចអូខេអញ្ចឹងដាក់ password មកអូខេអញ្ចឹងខ្ញុំធ្វើការឆែកឲ្យមើល who am I អញ្ចឹងគឺខ្ញុំដកឲ្យមកស៊ីតិចហើយអញ្ចឹងបើសិនជាខ្ញុំចង់ចូលមក user ដើមវិញខ្ញុំអាចប្រើ command exit បានអញ្ចឹងខ្ញុំឆែក who am I ឲ្យមើលវិញនេះអញ្ចឹង user ដើមរបស់ខ្ញុំគឺលីហេងហើយនេះគឺជា user លីហេងស៊ីតិចដែលខ្ញុំបានបង្កើតមិញហើយយើងឆាកចូលទៅម្ដងទៀត su លីហេងស៊ីតិច password ហើយខ្ញុំធ្វើការ who am I yes លីហេងស៊ីតិចចឹងហ្នឹងយើងអាចឆែកជា hostname pwd អូខេចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នា